ជាក្រុមហ៊ុនឧបត្ថម្ភវិស័យកីឡាធំជាងគេនៅក្នុងប្រទេសជាតិកម្ពុជាសូមទស្សនាគូប្រកួតការពារនៅតាមខ្សែក្រវ៉ាត់បាទសូមជើញទស្សនាការប្រកួតបាទអ្នកបតដាប់ Abdullah Gata The Black Diamond បាទដើរយកជើងល្បីយកមួយធាក់ស្វេពីជើងល្បីបាទចង្វាក់មួយអាយយAbdullah Gata មកលេងទឹកដីកម្ពុជាលើកដំបូងមានឱកាសទៅតាមខ្សែក្រវ៉ាត់ទាត់ស្រាលទាត់តុងទៀបសិនបាទពុនប្រាប់ទឹកកាប់តឡាឆ្វេងមកពី Abdullah Gata The Black Diamond លើជើងល្បីសំបាទបច្ចេកទេសអាយចូលពីគេកាប់ចានឆ្វេងមកមួយពី Abdullah Gata ហើយអ្នកដើរចូលយ៉ាយកមួយកាប់តឡាឆ្វេងគាត់ជើងក្រោមពីជើងល្បីគាត់ជើងក្រោមទៅមួយគាត់ជើងក្រោមយកមកវិញដូចគ្នាហើយឆ្វេងរបស់ប្រចាំពី Abdullah គាត់ជើងក្រោមចូលចាប់គេអាយយមិនធម្មតាទេបងម៉ៅខ្ញុំនេះម៉ៅតែម៉ៅមានជាតិណាអ្នកដើរចូល Abdullah កាប់តឡាឆ្វេងគាត់ឆ្វេងទៅមួយដូចគ្នាផុតបច្ចេកទេស technical ហើយទីអ្នកដើរចូលពីជើងល្បីទៅ Abdullah មួយពីអាយយកញ្ចក់មួយពីទៀតលួនមិនទៅក្តាប់ដៃរបស់ Abdullah ហើយឆ្វេងមួយទៀតតមកវិញដូចគ្នាទេផ្លាសេចេញបន្តិចពី Abdullah កំពុងអត់ឡឹងមើលហើយកតាប់ដៃស្រាប់បញ្ជូនទៅកាត់ដៃស្រាប់តមកវិញដូចគ្នាអីយើយវាយលះហាសងលះហានិយាយធំទឹកឆ្វេងពី Abdullah ហើយទីអ្នកដើរចូលហែកស្រាប់ទល់ពី Abdullah គាត់ជើងក្រោមដាក់តែដូរមកមួយលូកឆ្វេងទៅមកវិញដូចគ្នាបីស្រាប់ឆ្វេងតាមកាប់តឡាឆ្វេងដើរចូលពី Abdullah Gata កាប់តឡាឆ្វេងយកមួយសំក៏បបល់ក្រៃបកលដោយប្រាថ្នាយកឆ្វេងនេះគាត់មួយទៀតតែមកមួយពីជើងល្បីលូកឆ្វេងមកទៀតញ៉ាគាត់ជើងក្រោមដើរចូលពីជើងល្បីហើយពី Abdullah កំពុងតែឡើងហើយដល់10វិនាទីចុងក្រោយហើយយកក្លាប់ទៅអត់បញ្ហាជើងល្បីតបជើងល្បីលេងមកជើងខាងឆ្វេងមកវិញក្តាប់ដៃកន្លែងនេះបញ្ចូលពេញ Abdullah មិនធម្មតាទេក្តាប់ដៃរបស់គេពេញហើយជើងល្បីចាប់ដាក់អូយកន្លែងនេះអោនផុតបើថាអត់ផុតនេះគឺអាចចាប់តុបគ្រប់ដោយសារកែងរបស់នាគខ្មាំកំណាចចាក់ទៅមុខជើងល្បីហើយហើយកូនទាត់មកជើងក្តាប់ដៃកន្លែងនេះមួយសិនបាទញាក់ទៅញាក់មក Abdullah ទាត់មួយសិនលេងមកជើងខាងស្ដាំរបស់ជើងល្បីដើរចូលមកជើងសងវិញរបស់ Abdullah ញាក់ទៅចាំមកជើងល្បីលេងមកជើងកន្លែងនេះអត់អីទេអត់អីទាត់ជើងក្រោមមួយសិនរបស់ Abdullah វ៉ាកាសនីកីឡាកររបស់បារាំងលោកគ្រូមកដល់លោកគ្រូយ៉ាស៊ីអាយ៉ាដើរចូលមកជើងទាត់កន្លែងនេះទាត់ចុះបំបីកងក្រោមរបស់ជើងល្បីអត់អីទេផងមកដើរចូលហើយញាក់មួយសិន Abdullah ដល់លើដល់ក្រោមលុកលើលុកក្រោមជើងល្បីជាទុកពុះកាយកន្លែងនេះមួយសិនអូយបាក់កាយរបស់ជើងល្បីអត់អីកាយបុកកណ្ដូនមួយទៀតរបស់ជើងល្បីកាយសងមកវិញដែរគាត់ហាត់គុណខ្មែរទៅដែរបាទជាមួយលោកគ្រូសៀងហើយដើរចូលជើងល្បីដើរចូលគ្រាមួយសិនចាប់អោបកន្លែងនេះចាប់អោបគ្នាទៅវិញទៅមកលោកគ្រូអូនបឋមញែកកីឡាករទៅ2សិនបាទជើងល្បីទាត់ជើងក្រោមមួយសិនលូកមកដៃណែនប៉ែតបាទចាំមើលតើជើងល្បីអាចការពារខ្សែក្រវ៉ាត់ទៅលើកបោរបស់ខ្លួនបានឬយ៉ាងណាបាទព្យាយាមធាក់ទុកមួយសិនAbdullah ដើរចូល Abdullah ក្តាប់ដៃចូលពេញកន្លែងនេះ Abdullah កែងមួយទៀតកែងដើរចូល Abdullah ហកបុកកែងកន្លែងនេះមួយទៀតអាយ៉ាជើងល្បីមិនចេះអត់អីទេបាទជើងល្បីកំពុងតែប្រមូលមកវិញហើយAbdullah ក្តាប់ដៃស្ដាប់មួយឆ្វេងមួយអាយយក្តាប់ដៃរបស់ Abdullah ពិតជាធ្ងន់មែនទែន
បាយយ៉ាងណាក៏ដោយបើជើងល្វីអត់អីទេបាទជើងល្វីជើងល្វីព្យាយាមទុកអាប់ដុល្លាអូយចូលមកដល់កន្លែងនេះពេញកន្លែងនេះអូយពេញឥឡូវលោកគ្រូយ៉ាងណាលោកគ្រូអូនរាប់ហើយ 2 2 3 3 4 4 5 5 6 6 7 7 8 8អត់អីទេអត់អីទេ Extreme Power Boom Cambodia គុនខ្មែរគូការពារនៅដណ្ដើមខ្សែក្រវ៉ាត់កម្ពុជាបារាំងទឹកទី3 Round 3 បាទទឹកទី3ចាប់ផ្ដើមដើរចូលហើយលូកឆ្វេងទាត់ឆ្វេងហែកមកមួយទៀតកាប់ឆ្វេងឆ្វេងទៅលូកឆ្វេងទៀតពីអាប់ដុលឡាឲ្យឆ្វេងស្ដាប់អូយហែកឆ្វេងទៀតទៅទីញាក់ដើរចូលពីជើងល្វីវិញហោមួយអីយោទៅកុំហោះបាត់ក្រោមបាទអត់ថែមពីក្រោយទេដួលអានថែមពីក្រោយដែលលោកទាត់ជើងក្រោយពីអាប់ដុលឡាលឿនណាកាប់តឡាច់វិញអូទៅចូលទៀតកាប់តឡាច់ស្ដាប់ទៅវិញដូចគ្នាទៅហើយដំឡាស់ទៅហើយដាប់ដុល្លារទៅឲ្យចាក់សាំងពេញហើយជើងល្បីក៏ផ្ញើប្រាប់បដូរកាយហើយជើងល្បីបដូរកាយពីជើងល្បីទៅលើអាប់ដុលឡាអត់ទាត់ជើងក្រោមអូបើជើងនេះពីជើងល្បីយ៉ាងមិនដែរអត់អីអូយកាប់ចានស្ដាំបាញ់នេះល្អមែនទេពីជើងល្បីចង់អត់ស្រួលវ៉ៃហើយទីញាក់ដើរចូលដាក់ដើរចូលលោកដេញចូលទៅទៀតហើយដើរចូលដល់ពីអាប់ដុលឡាទៅលើជើងល្បីលូកឆ្វេងដល់ស្ដាប់មួយទៀតពេញអូយទៅទៀតឆ្វេងមួយទៀតក៏ឆក់មួយគាត់ជើងក្រោមទៅទៀតហើយឆ្វេងទៀតទៅទៀតហើយទៅមកជុកកងហោះអូយនឹងធ្វើការប្រកាសជាផ្លូវការនៅពេលបន្តិចទៀតនេះតើអ្នកណានឹងជាម្ចាស់ខ្សែក្រវ៉ាត់ Extreme Cambodia គុនខ្មែរ Gold របស់យើងតើឈីល្វីអាចការពារខ្សែក្រវ៉ាត់ឬក៏កីឡាករបារាំងអាចដណ្ដើមខ្សែក្រវ៉ាត់ពីឈីល្វីរបស់យើងបានក្រហមឬខៀវឬក្រហមត្រៀមគណៈធិបតីជាទីគោរពអស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត5ទឹកពេញការប្រកួតដណ្ដើមនិងការពារខ្សែក្រវ៉ាត់មាស Extreme ក្នុងប្រភេទទម្ងន់72គីឡូក្រាមចៅក្រមទាំង5សម្រាប់ជូនចៅក្រមទី1សម្រាប់ផ្ដល់បន្ទុកកីឡាករបង្គោលក្រហមឈឿងល្វី97បន្ទុកអាប់ដុលឡា97បន្ទុកចៅក្រមទី2
ដល់ពិន្ទុជូនឈឿងល្វី97ពិន្ទុអាប់ឌុលឡាស់97ពិន្ទុចៅក្រមទី3សម្រាប់ផ្ដល់ពិន្ទុជូនឈឿងល្វី97ពិន្ទុអាប់ឌុលឡាស់97ពិន្ទុចៅក្រមទី4សម្រាប់ផ្ដល់ជូនឈឿងល្វី97ពិន្ទុអាប់ឌុលឡាស់97ពិន្ទុចៅក្រមទី5សម្រាប់ផ្ដល់ជូនប្រមាណបងប្អូនត្រៀមហើយឬនៅតើអ្នកណានឹងខ្លាចជាម្ចាស់ខ្សែក្រវ៉ាត់ Extreme គុណខ្មែរ Gold របស់ហងនឹងដណ្ដើមខ្សែក្រវ៉ាត់ផងដែរដូច្នេះនៅក្នុងពេលនេះលទ្ធផលនឹងធ្វើការប្រកាសជាផ្លូវការបាទហេតុអីបានជាខ្ញុំទៅសួរលោកអាជ្ញាកណ្ដាលបាទដោយសារតែខ្ញុំក៏មិនធ្លាប់ជួបរឿងនេះបាទមានន័យថាប្រិមិត្តសូមស្ងាត់សិនមានន័យថាចៅក្រមទាំង4ខាងលើសម្រាប់ផ្ដល់ជូនស្មើគ្នាមានន័យថាឲ្យស្មើគ្នាប៉ុន្តែបង្គោលខៀវជាអ្នកឈ្នះបាទតែសម្រាប់ចៅក្រមទី5បាទសុំកន្លែងនេះបងប្អូនពេលដែលខ្ញុំប្រកាសហើយខ្ញុំនឹងផ្ដល់ក្បាលមីក្រូជូនគណៈកម្មការបង្គោលខៀវជាអ្នកទទួលជ័យជំនះអបអសាទរម្ចាស់ខ្សែក្រវ៉ាត់ថ្មីអាប់ឌុលឡាស្កៃតាប្រិមត្តអ្នកកញ្ញាជាទីមេត្រីឥឡូវនេះបាទខ្ញុំបាទក៏សូមជូនក្បាលមីក្រូទៅលើបាទ